ប្រិមត្តទស្សនិកជនជាទីមេត្រីឥឡូវនេះខ្ញុំមកដល់តំបន់ជួរមកហើយគឺប្រមាណ100ម៉ែត្រទៀតកន្លែងទូអាវុធអញ្ចឹងតំបន់នេះគឺស្ថិតនៅក្នុងការការពារទាំងអស់ស្ថិតនៅក្នុងគេហៅថាសមរភូមិហើយកន្លែងនេះគឺជាអតីតសាលារួមមិត្តរួមចិត្តដែលខាងនោះគឺដីឡាវឯនៅខាងមុខប្រមាណនេះទៀតគឺដីសៀមនេះគឺជាក្នុងទឹកដីរបស់យើងទេក៏ប៉ុន្តែសៀមមានចេតនាចង់មកជុំគ្នានៅតំណឹងវិញហើយមិនដឹងថាគេអាងថាទឹកដីគេអីយើងអត់ដឹងទេប៉ុន្តែគេចង់ឲ្យមានការជួបជុំទីនេះវិញដែលទីនេះជារបស់ខ្មែរទេអញ្ចឹងឈរលើជាក់ស្ដែងគេខ្ញុំមកដល់ទីនេះនៅក្នុងទឹកដីខ្មែរហើយជាសាលារួមចិត្តឥឡូវនេះវាឆេះខោខាតទៅកាលឆ្នាំមុនគីសនិកគីភ័យអញ្ចឹងសាលារួមចិត្តដែលថាភាគីទាំង3តែតែមកជួបជុំគ្នាអីនេះគឺថានេះគឺទឹកដីយើងគ្រប់គ្រងបាទអញ្ចឹងខ្ញុំសូមខ្លីប៉ុណ្ណឹងហើយចាំខ្ញុំមានអត្ថាធិប្បាយពេញពេលខ្ញុំចុះទៅវិញឥឡូវនេះខ្ញុំដើរឡើងមកដើរដាក់ឡាននៅមែនតើស្ថិតនៅក្នុងតំបន់ខ្សែត្រៀមជួយមុខតំបន់គ្រោះថ្នាក់ហើយក៏ប៉ុន្តែខ្ញុំមកជាមួយដែលមានការសំណុំសុំពីលោកឧត្តមសេនីយ៍ស្រីដឹកក៏តបទាំងអស់នៅទីនេះបានជួនដំណើរខ្ញុំមកទីនេះអញ្ចឹងខ្ញុំសូមបង្ហាញថាទីនេះគឺរួមចិត្តអញ្ចឹងខ្ញុំសូមខ្លីចុះដើម្បីខ្ញុំបន្តដំណើរទៅដល់តាមលទ្ធភាពអាចទៅបានបើដល់ទៅដល់ប្រជុំណាគ្នាតិចក៏កាន់ល្អប៉ុន្តែម៉ោងនេះកំពុងតែមានណាងើក្បាលបាញ់អញ្ចឹងបើខ្ញុំដើរទៅវាគួរអាចគេបាញ់ប៉ុន្តែយ៉ាងណាក៏ដោយនៅខាងកូនសភាពការធម្មតាទេប៉ុន្តែនេះស្ថិតនៅក្នុងក្រុមជើងការខ្ពស់បំផុតហើយស្ថិតជាសមរភូមិជួរមុខបំផុតដែលសម្រាប់ខ្ញុំចូលនេះក៏ងាយក្រុមគ្រូថ្នាក់ដែរក៏ប៉ុន្តែចង់បញ្ជាក់ថានេះទឹកដីខ្មែរដែលជាអតីតសាលារួមចិត្តសូមអរគុណ